Our world ពិ is ភពលោក filled នេះ with ពោពេញទៅដោយ confusion, ភាពច្របូកច្របល់ crisis, វិបត្តិ burdens, បន្ទុក regrets, ការសោក and ស្ដាយ even និងសូ fear. ម្បីតែភាពភ័យខ្លាច But in ទោះ every បីជានៅ challenge, ក្នុងឧបសគ្គណា there is ក៏ដោយ hope សេចក្តីសង្ឃឹម waiting for នៅតែ you. មានសម្រាប់បងប្អូនរាល់គ្នា សូមគោរពជំរាបសួរនិងសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ថ្ងៃទី6នៃកម្មវិធីស្វែងរកក្តីសង្ឃឹម Finding Hope បងប្អូនតើបងប្អូនធ្លាប់មានអារម្មណ៍ថាអស់ថាមពលដែរឬទេមិនមែនគ្រាន់តែអស់កម្លាំងកាយទេតែគឺអស់ទាំងកម្លាំងចិត្តហើយមានអារម្មណ៍ថាតានតឹងធុញថប់និងហត់នឿយនឹងអ្វីៗគ្រប់យ៉ាងគ្រូពេទ្យអាចហៅថា stress ភាពតានតឹងប៉ុន្តែយើងអាចហៅវាថាខ្សោយកម្លាំងចិត្តឬក៏ burn out តើបងប្អូនដឹងទេថាព្រះជាម្ចាស់ទ្រង់ជ្រាបយ៉ាងច្បាស់អំពីអារម្មណ៍ទាំងនេះហើយទ្រង់បានត្រៀមថ្នាំបន្សាបដ៏ពិសេសមួយសម្រាប់បងប្អូនតាំងពីដើមកំណើតពិភពលោកម្លេះតើថ្នាំបន្សាបនោះជាអ្វីយើងនឹងដឹងនៅពេលបន្តិចនេះប៉ុន្តែមុននឹងយើងបន្តទៅមុខក្រុមការងារយើងខ្ញុំពិតជាចង់ឃើញទស្សនវិជ្ជារបស់បងប្អូនណាស់ដោយការពីម្សិលមិញដែរសូមបងប្អូនជួយថតរូបឬវីដេអូខ្លីៗនៅពេលដែលបងប្អូនកំពុងទស្សនាកម្មវិធីយើងនេះមិនថានៅជាមួយគ្រួសារឬមិត្តភ័ក្តិទេហើយផ្ញើមកកាន់ប្រអប់សារ inbox ឬ comment ខាងក្រោមយើងចង់ឃើញស្នាមញញឹមរបស់បងប្អូនរាល់គ្នាហើយមួយវិញទៀតប្រសិនបើបងប្អូនមិនទាន់បានចុច like ឬ follow page របស់យើងទេសូមបងប្អូនជួយចុច like និង follow ឥឡូវនេះណាបងប្អូនអាចស្វែងរកនៅលើ Facebook, Instagram និង YouTube ដោយវាយពាក្យថា @hctv ខ្មែរឬ hopetv.khmer នេះល្ងាចនេះលោកគ្រូកងវិល Hensley Morowin និងលោកគ្រូ Bon China នឹងនាំយកប្រធានបទដ៏ពិសេសមួយជូនបងប្អូននោះគឺការស្វែងរកក្តីសង្ឃឹមនៅពេលដែលលោកអ្នកខ្សោយកម្លាំងចិត្តតើព្រះមានវិធីអ្វីដើម្បីជួយឲ្យយើងមានកម្លាំងចិត្តឡើងវិញប៉ុន្តែដើម្បីឲ្យចិត្តរបស់យើងបានស្ងប់និងត្រៀមខ្លួនទទួលព្រះបន្ទូលមុននឹងយើងស្ដាប់សារដ៏សំខាន់នេះសូមអញ្ជើញបងប្អូនរីករាយស្ដាប់បទចម្រៀងពិសេសដែលផលិតដោយសង្ឃឹមមីឌាជាមុនសិនសូមអញ្ជើញទស្សនារួមគ្នាទ្រង់ទាល់ភ្នែកខ្ញុំមិនអោយលួងខ្ញុំមានក្តីទុំនៅជាប់ជាប្រដេញទាល់តែរោគនេះមិនចេញនោះខ្ញុំបានស្វែងរកព្រះអង្គម្ចាស់ប្រលឹងនៃខ្ញុំមិនព្រមខ្សានរីឯវិញ្ញាណក៏ល្វើយក្នុងទង់ខាប្រទល់ដៃឡើងរាល់វេលានោះខ្ញុំបានស្វែងរកព្រះអង្គម្ចាស់ពេលលំបាកខ្ញុំច្រៀងពីទ្រង់ច្រៀងថ្វាយព្រះអង្គដោយចិត្តពិចារណាក្នុងកាលមានសេងក្តីវេទនានោះខ្ញុំបានស្វែងរកព្រះអង្គម្ចាស់ខ្ញុំស្រែងរកព្រះទ្រង់ស្ដាប់ខ្ញុំទ្រង់ជួយដោះខ្ញុំឲ្យរួញពីទុក្ខាដោយការប្រលួសយ៉ាងអស្ចារ្យគ្មានព្រះឯណាដូចជាទ្រង់ឡើយ of
មនុស្សជាច្រើនបន្តរស់នៅរុញច្រានជីវិតទៅមុខរហូតដល់មានអារម្មណ៍ថាអស់កម្លាំងថ្ងៃឈប់សម្រាកគឺជាការអំពាវនាវប្រចាំសប្តាហ៍របស់ព្រះឲ្យយើងដកដង្ហើមនិងសំលៀងពូថៅរបស់យើងក្នុងវត្តមានរបស់ទ្រង់នៅពេលយើងឈប់សម្រាកដើម្បីសម្រាកជាមួយព្រះយើងរកឃើញក្តីសង្ឃឹមម្ដងទៀតថ្ងៃឈប់សម្រាកធ្វើឲ្យធម៌ពលរបស់យើងថ្មីឡើងវិញធ្វើឲ្យចិត្តរបស់យើងស្រស់ស្រាយនិងធ្វើឲ្យគំនិតរបស់យើងភ្លឺស្វាងវាគឺជាអំណោយដែលស្ដារកម្លាំងរបស់យើងឡើងវិញសួស្តីបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតខ្ញុំសប្បាយណាស់ស្វាគមន៍បងប្អូនមកកាន់កម្មវិធីការស្វែងរកក្តីសង្ឃឹមខ្ញុំសង្ឃឹមថាបងប្អូនរីករាយនឹងមេរៀនដ៏មានអំណាចដែលយើងទទួលរៀងរាល់ថ្ងៃពីព្រះបន្ទូលរបស់ព្រះហើយខ្ញុំសង្ឃឹមផងដែរថាមេរៀនទាំងនេះកំពុងជួយបងប្អូនក្នុងការដើរជាមួយព្រះយេស៊ូវរាល់ថ្ងៃនេះយប់នេះយើងនឹងបើកព្រះបន្ទូលរបស់ព្រះហើយសិក្សាប្រធានបទដ៏សំខាន់មួយទៀតសម្រាប់យើងម្នាក់ៗនៅទីនេះការស្រាវជ្រាវបច្ចុប្បន្ននេះបង្ហាញថារវាង80ទៅ90%នៃបញ្ហាសុខភាពទាំងអស់របស់យើងគឺបណ្ដាលមកពីភាពតានតឹងក្នុងជីវិតឬហៅថា stress តើបងប្អូនយល់ស្របនឹងរឿងនេះទេនិយាយពីម្យ៉ាងទៀតប្រសិនបើបងប្អូនទៅជួបគ្រូពេទ្យដោយសារតែឈឺសាច់ដុំត្រង់នេះនោះណាគ្រូពេទ្យនឹងប្រាប់បងប្អូនថាអូលោកស្រីគឺវាតកតងទៅនឹង stress ឬភាពតានតឹងនឹងហើយដូច្នេះលោកត្រូវតែសម្រាកហើយឬប្រសិនបើបងប្អូនទៅជួបគ្រូពេទ្យដោយសារឈឺក្រពះគ្រូពេទ្យអាចនឹងប្រាប់បងប្អូនថាទេវាគឺតាកតងនឹង stress ហើយបងប្អូនដែលធ្វើឲ្យបញ្ហាក្រពះនឹងកើតឡើងនេះជាមូលហេតុដែលបងប្អូនមានជំងឺទាំងអស់នេះដូច្នេះភាពតានតឹងរ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូងបង្កើតឲ្យមានជំងឺមហារីកជំងឺសួតនិងសូម្បីតែការធ្វើអត្តឃាតខ្លួនឯងប៉ុន្តែខ្ញុំមកទីនេះដើម្បីក្តីសង្ឃឹមដល់បងប្អូនហើយខ្ញុំមកទីនេះដើម្បីប្រាប់បងប្អូនថានៅចំកណ្ដាលច្បាប់របស់ព្រះទ្រង់បានចេញវិជ្ជាបញ្ជារួចទៅហើយនៅឆ្នាំបន្សាបវិជ្ជាបញ្ជាប្រឆាំងទៅនឹងភាពតានតឹង stress ហ្នឹងនិយាយពីម្យ៉ាងទៀតគឺយើងកំពុងស្ថិតនៅក្នុងសតវត្សទី21ជាមួយនឹងភាពតានតឹងដែលប្រៀបដូចជាជំងឺរាតត្បាតប៉ុន្តែជាង 4000 ឆ្នាំមុនព្រះមានថ្នាំបន្សាបប្រឆាំងនឹងភាពតានតឹងរួចទៅហើយហើយតើរឿងនោះមកពីណាវិញគឺមកពីព្រះបន្ទូលរបស់ព្រះឥឡូវនេះយើងមកដល់ពេលដែលយើងព្រមព្រៀងគ្នាម្ដងទៀតត្រូវទេយើងធ្លាប់មានកិច្ចព្រមព្រៀងជាមួយគ្នាតាំងពីថ្ងៃទី1ហើយបងប្អូនត្រៀមខ្លួនហើយនៅសម្រាប់កិច្ចព្រមព្រៀងរបស់យើងពិតណាស់ខ្ញុំនឹងអានអក្សរពណ៌លឿងហើយបងប្អូននឹងអានអក្សរពណ៌សមួយនេះគឺមិនផ្លាស់ប្ដូរទេអូខេចោះចាប់ផ្ដើមបើមានក្នុងព្រះគម្ពីរខ្ញុំជឿបើវាមិនស្របនឹងព្រះគម្ពីរវាមិនមែនសម្រាប់ខ្ញុំទេអូខ្ញុំឃើញបងប្អូនជឿអូខេតោះពើម្ដងទៀតអូខេចុងក្រោយអូខេបើមានក្នុងគម្ពីរខ្ញុំជឿបើមិនមានក្នុងព្រះគម្ពីរខ្ញុំមិនជឿទេបងប្អូនទាំងអស់គ្នាតើបងប្អូនតាមខ្ញុំទាន់ទេបើមានក្នុងព្រះគម្ពីរអញ្ចឹងខ្ញុំទទួលបើព្រះគម្ពីរមិនបាននិយាយទេខ្ញុំមិនទទួលយកទេដូច្នេះបងប្អូនបានចំកន្លែងដែលត្រឹមត្រូវហើយយើងនឹងសិក្សាព្រះបន្ទូលរបស់ព្រះហើយខ្ញុំនឹងនាំបងប្អូនឆ្លងកាត់មេរៀនដើម្បីបងប្អូនយល់ថាហេតុអីនិងរបៀបអីដែលព្រះបានចេញវិជ្ជាបញ្ជានៅថ្នាំបន្សាបប្រឆាំងនឹងភាពតានតឹងឬ stress នេះរាល់ការបង្កើតដែលចេញពីព្រះហស្ថរបស់ព្រះគឺល្អឥតខ្ចោះគឺល្អណាស់ហើយទ្រង់បានបង្កើតរបស់ទាំងអស់នេះយោងតាមព្រះគម្ពីរគឺប្រើពេលរយៈពេល6ថ្ងៃគឺថ្ងៃជាក់ស្ដែងមិនដូចជាអ្វីដែលអ្នកវិទ្យាសាស្ត្រនិយាយថាព្រះត្រូវការពេលវេលារាប់លានឆ្នាំដើម្បីបង្កើតនោះទេក្នុងរយៈពេលតែ6ថ្ងៃជាក់ស្ដែងប៉ុណ្ណោះទ្រង់បង្កើតអ្វីគ្រប់យ៉ាងដែលយើងមើលឃើញចាប់តាំងពីផ្កាដែលមានពណ៌ស្រស់ស្អាតដល់ផែនដីរហូតដល់សត្វក្នុងមហាសមុទ្រនិងសត្វនៅលើផែនដីទាំងអស់បងប្អូនឥឡូវនេះមកដល់ស្នាប្រហោះចុងក្រោយនៃការបង្កើតរបស់ទ្រង់ឥឡូវនេះមកដល់ការបង្កើតមនុស្សជាតិហើយពីមួយថ្ងៃទៅមួយថ្ងៃទ្រង់បានពិនិត្យមើលស្នាប្រហោះរបស់ទ្រង់ឥឡូវនេះដល់ថ្ងៃសំខាន់ទ្រង់នឹងបង្កើតមនុស្សហើយតើទ្រង់បង្កើតមនុស្សយ៉ាងដូចម្ដេចចូលយើងបង្កើតមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចជាយើង
ទ្រង់បង្កើតមនុស្សមកដូចជារូបអង្គទ្រង់ទ្រង់បានបង្កើតគេជាប្រុសហើយនិងស្រីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំបានឈប់ទៅនេះដើម្បីប្រាប់បងប្អូនសិនយើងមិនមែនជាផលិតផលនៃការវិវត្តឬ evolution ទេយើងត្រូវបានបង្កើតឡើងតាមរូបអង្គរបស់ព្រះដែលជាអ្នកបង្កើតយើងរាល់គ្នាគឺជាអ្នកដែលបានបង្កើតខ្ញុំហើយនិងបងប្អូនខ្ញុំមាននៅចំពោះមុខខ្ញុំនេះនៅបងអូនស្រីដ៏ស្រស់ស្អាតម្នាក់អូនស្រីដ៏ស្រស់ស្អាតម្នាក់អូនស្រីអូហើយនៅក្បែរគាត់គឺមានបរិសដ៏សង្ហាម្នាក់ដូច្នេះខ្ញុំសូមអនុញ្ញាតប្រាប់រឿងមួយถ้าមានគេប្រាប់ថាឈ្មោះជីតាទួតលួតលារបស់ប្អូនគឺកើតមកពីសត្វស្វានឹងគឺអីដែលគេនិយាយយើងជាផលិតផលនៃការវិវត្ត evolution ឥឡូវមកមើលបរិសស្រស់សង្ហាម្នាក់នេះមើលហើយគេហ៊ាននិយាយថាជីតាទួតលួតលារបស់គាត់គឺជាសត្វស្វាតើបងប្អូនអាចសម័យមើលបានទេថាមិនវិញបងប្អូនទាំងអស់គ្នាព្រះគម្ពីរគឺច្បាស់ដូចថ្ងៃអញ្ចឹងយើងត្រូវបានបង្កើតឡើងតាមរូបអង្គរបស់ព្រះយើងបានបង្កើតឡើងមកក្នុងរូបរាងដ៏ថ្លៃថ្នូរយើងបានបង្កើតមកដោយមានគោលបំណងច្បាស់លាស់យើងយល់កន្លែងនឹងឲ្យច្បាស់ដូច្នេះព្រះបានបង្កើតបានបង្ហាញក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតរបស់ទ្រង់ដោយបង្កើតយើងមកនេះឯងហើយយើងបានឃើញរួចទៅហើយយើងមានសេរីភាពនៅក្នុងការសម្រេចចិត្តបន្ទាប់ពីការបង្កើតអាដាមហើយនិងអេវ៉ាទ្រង់មានស្នាព្រះហស្ថមួយទៀតហើយនេះគឺជាការចាប់ផ្ដើមនៃហើយនោះហើយគឺជាចំណុចនៃការចាប់ផ្ដើមនៃមេរៀននៅថ្ងៃនេះបន្ទាប់ពីទ្រង់បង្កើតមនុស្សសូមមើលអ្វីដែលព្រះគម្ពីរបានចែងនៅថ្ងៃទី7ទ្រង់បានបញ្ចប់ការងារដែលទ្រង់បានធ្វើហើយទ្រង់បានឈប់សម្រាកនៅថ្ងៃទី7ពីការងារទាំងប៉ុន្មានដែលទ្រង់បានធ្វើតើព្រះគម្ពីរចែងដូចម្តេចបងប្អូនទ្រង់បង្កើតអ្វីទាំងអស់គ្រាន់តែមានព្រះបន្ទូលបងប្អូនចាំទេគ្រាន់តែមានព្រះបន្ទូលហើយដើមស្វាយក៏មានផ្លែមានទុំស្វាយកើតមានឡើងហើយឥឡូវនេះទ្រង់បានបង្កើតអ្វីគ្រប់យ៉ាងឥឡូវនេះទ្រង់បានបង្កើតអាដាមហើយនិងអេវ៉ាឥឡូវនេះបន្ទាប់ពីសកម្មភាពចុងក្រោយនៃការបង្កើតរបស់ទ្រង់បង្កើតថ្ងៃដ៏ពិសេសមួយគឺថ្ងៃសប្បាតរបស់ទ្រង់ហេតុអីបានជាព្រះគម្ពីរចែងថាទ្រង់ឈប់សម្រាកតើព្រះអស់កម្លាំងមែនទេតើបងប្អូនគិតថាព្រះអស់កម្លាំងទេព្រះគម្ពីរមិនបានចែងថាព្រះអស់កម្លាំងទេអញ្ចឹងហេតុអីបានជាទ្រង់ឈប់សម្រាកបងប្អូនឃើញក្នុងខគម្ពីរត្រូវទេហេតុអីបានជាព្រះឈប់សម្រាកតើវាមានន័យយ៉ាងណាពេលថាព្រះឈប់សម្រាកខ្ញុំចង់បងប្អូនគិតថាព្រះគឺប្រៀបដូចជាសិល្បករបងប្អូនដឹងទេសិល្បករដែលគូររូបនៅលើផ្ទាំងក្រណាត់របស់គាត់ពេញមួយសប្តាហ៍នេះគឺជាអ្វីដែលព្រះបានធ្វើហើយជាធម្មតានៅពេលដែលសិល្បករបានបញ្ចប់ការងាររបស់គាត់តើគាត់នឹងធ្វើអ្វីសារជាថ្មីម្ដងទៀតពីព្រោះគាត់បានចំណាយពេលធ្វើកម្មពេញមួយសប្តាហ៍របស់គាត់នឹងដកឃ្លាពី3ជំហានសិនមែនទេបងប្អូនធម្មតានៅពេលដែលយើងសម្អាតផ្ទះដូចគ្នាយើងចង់ឃើញថាវាស្អាតឬអត់មែនទេបងប្អូនយើងដកជំហានថយក្រោយដូចគ្នានេះគឺជាអ្វីដែលព្រះបានធ្វើព្រះបានដកថយពី3ជំហានដើម្បីមើលថាវ៉ាវនេះគឺជាស្នាព្រះហស្ថដ៏ល្អឯកអ្វីដែលខ្ញុំបានបង្កើតគឺល្អពាក្យថាល្អណាស់ទៀតផងនេះគឺជាអ្វីដែលព្រះបានធ្វើនៅថ្ងៃពិសេសនោះគឺថ្ងៃឈប់សម្រាកថ្ងៃសប្បាតឥឡូវនេះព្រះគម្ពីរបានបន្តទៀតថាហើយព្រះទ្រង់បានប្រទានពរដល់ថ្ងៃទី7នោះហើយក៏ញែកថ្ងៃនោះចេញជាបរិសុទ្ធត្បិតនៅថ្ងៃនោះទ្រង់បានឈប់សម្រាកពីគ្រប់ការងារដែលទ្រង់បានបង្កើតព្រះបានបង្កើតថ្ងៃសប្បាតឬថ្ងៃឈប់សម្រាកព្រះបានបង្កើតថ្ងៃសប្បាតហើយនៅថ្ងៃនោះព្រះគម្ពីរចែងថានៅថ្ងៃនោះទ្រង់បានប្រទានពរដល់វាទ្រង់បានញែកចេញជាបរិសុទ្ធហើយទ្រង់បានឈប់សម្រាកនៅថ្ងៃនោះឥឡូវនេះវាសំខាន់ណាស់សម្រាប់បងប្អូនក្នុងការយល់អំពីធាតុដ៏សំខាន់ទាំង3នេះពីថ្ងៃឈប់សម្រាកដូច្នេះយើងនឹងមើលទៅនឹងមេរៀនជាមួយគ្នាម្ដងទៀតទី1អ្វីដែលព្រះធ្វើនៅថ្ងៃឈប់សម្រាកគឺទ្រង់ប្រទានពរដល់វាប្រាប់អ្នកជិតខាងប្រាប់អ្នកដែលនៅក្បែរបងប្អូនទ្រង់ប្រទានពរទ្រង់មិនបានប្រទានពរថ្ងៃផ្សេងទេ
ថ្ងៃតែមួយគត់ដែលទ្រង់បានប្រទានពរគឺថ្ងៃទី7នោះឯងនោះគឺជាថ្ងៃតែមួយគត់ដូច្នេះបើបងប្អូនមានភាពតានតឹង stress ហើយបងប្អូនចង់បានព្រះពររបស់ព្រះគឺមាននៅថ្ងៃទី7មែនទេបងប្អូនតាមខ្ញុំទាន់ទេគឺនៅថ្ងៃទី7ដែលបងប្អូនទទួលបានព្រះពរនោះបងប្អូនទាន់ខ្ញុំទេគឺនៅថ្ងៃទី7នោះឯងដែលថ្ងៃនោះត្រូវបានប្រទានពរដោយសារតែទ្រង់បានជ្រើសរើសប្រទានពររឿងទី2ដែលទ្រង់បានធ្វើគឺទ្រង់បានញែកចេញជាបរិសុទ្ធការញែកចេញជាបរិសុទ្ធមានន័យថាទុកដោយឡែកដើម្បីរក្សាទុកសម្រាប់គោលបំណងជាក់លាក់ណាមួយបើបងប្អូនចង់បានថ្ងៃមួយដែលព្រះបានរក្សាទុកសម្រាប់បងប្អូនហើយនឹងទ្រង់មានតែមួយគត់គឺថ្ងៃទី7ហើយរឿងទី3ដែលទ្រង់បានធ្វើនៅថ្ងៃនោះគឺទ្រង់បានឈប់សម្រាកទ្រង់បានឈប់សម្រាកបងប្អូនទាំងឡាយមានថ្ងៃផ្សេងណាទៀតនៃសប្តាហ៍របស់យើងដែលបាត់កាពីចែងថានៅលើនោះទ្រង់ប្រទានពរហើយញែកចេញជាបរិសុទ្ធហើយទ្រង់ឈប់សម្រាកនៅថ្ងៃនោះទេហើយដើម្បីធ្វើឲ្យមេរៀននេះកាន់តែងាយយល់បំផុតខ្ញុំបានអញ្ជើញមនុស្សម្នាក់ចូលរួមជាមួយនឹងខ្ញុំដើម្បីធ្វើឲ្យប្រកាសថាបងប្អូនយល់ពីអត្ថន័យដែលថាព្រះបានប្រទានពរនិងញែកចេញជាបរិសុទ្ធរីអូអរគុណដែលបានចូលរួមជាមួយនឹងខ្ញុំសម្រាប់បទបង្ហាញផ្ទាល់នេះអូពិតជាមានកិត្តិយសណាស់លោកគ្រូដូច្នេះបងប្អូនតាមដានដោយយកចិត្តទុកដាក់អូខេកែវទាំង7នេះគឺដូចគ្នាបេះបិទបងប្អូនឃើញមែនទេគឺដូចគ្នាបេះបិទត្រូវទេបងប្អូនអាចសាកមើលមើលហើយនេះគឺជាថ្ងៃទី1ថ្ងៃទី2ទី3ទី4ទី5ទី6ទី7ហើយទាំងអស់ទាំង7នេះគឺតំណាងឲ្យថ្ងៃទាំង7ក្នុងសប្តាហ៍ត្រូវទេឥឡូវនេះរីអូភ្លក់ថ្ងៃទី1ឲ្យយើងមើលសាកភ្លក់ថ្ងៃទី1មើលតើវាមិនប្រាប់យើងអូខេខ្ញុំភ្លក់វាមានរសជាតិដូចជាទឹកសាបធម្មតាវាគ្រាន់តែជាទឹកធម្មតាត្រូវទេគឺទឹកសាបវាជាទឹកនេះថ្ងៃទី1អូខេភ្លក់ឥឡូវភ្លក់ថ្ងៃទី4អូខេភ្លក់ថ្ងៃទី4ឥឡូវសាកមើលថ្ងៃទី4តើវាមានរសជាតិមិនវិញអូខេអូទឹកធម្មតាដដែលអូខេទឹកធម្មតាគឺអត់មានរសជាតិអ្វីទេរសជាតិសាបឥឡូវនេះព្រះគម្ពីរបានចែងថាថ្ងៃទី7នោះគឺថ្ងៃទី7វាគឺជាថ្ងៃតែមួយគត់ដែលព្រះបានប្រទានពរខ្ញុំមានព្រះពរខ្លះនៅថ្ងៃនេះសម្រាប់បងប្អូនអូខេខ្ញុំមានស្ករខ្ញុំមានគ្រាប់ស្ករខ្លះនៅទីនេះដូច្នេះនេះគឺជាថ្ងៃតែមួយគត់ដែលព្រះប្រទានពរតើព្រះប្រទានពរថ្ងៃទី1ទេតើព្រះប្រទានពរថ្ងៃទី4ទេតើព្រះប្រទានពរថ្ងៃទី5ទេថ្ងៃតែមួយគត់ដែលបទគម្ពីរចែងថាព្រះប្រទានពរគឺថ្ងៃទី7ហើយខ្ញុំកំពុងតែបន្ថែមព្រះពររបស់ព្រះទៅថ្ងៃទី7ហើយបងប្អូននឹងទេសម្រាប់បងប្អូននៅខាងមុខនេះនៅពេលព្រះប្រទានពរទ្រង់ប្រទានពរយ៉ាងបរិបូរណ៍ដូច្នេះខ្ញុំថែមទៀតថ្ងៃទី7នឹងខ្ញុំថែមទៀតអូខេដាក់ស្ករអូខេដាក់ស្ករច្រើនពេកអត់ទេអត់អីទេកុំ stress កុំតានតឹងហើយព្រះគម្ពីរចែងទៅម៉េចមានតែមួយថ្ងៃគត់ត្រូវទេរីអូមានតែមួយថ្ងៃគត់ដូច្នេះនោះហើយដូច្នេះខ្ញុំនឹងដាក់ទឹកក្រូចខ្លះចូលទៅតើព្រះញែកចេញជាបរិសុទ្ធថ្ងៃទី1ទេតើព្រះញែកថ្ងៃទី2ជាបរិសុទ្ធទេសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងមើលអនឡាញតើព្រះញែកថ្ងៃទី4ជាបរិសុទ្ធទេមានតែមួយគត់គឺថ្ងៃទី7ដូច្នេះចូលយើងបន្ថែមព្រះពរហើយឥឡូវនេះយើងនឹងបន្ថែមការញែកចេញជាបរិសុទ្ធអូនៅពេលដែលព្រះញែកចេញជាបរិសុទ្ធអូខេអូទេនៅពេលព្រះញែកចេញជាបរិសុទ្ធទ្រង់ញែកចេញជាបរិសុទ្ធបានយ៉ាងល្អមែនទេតើខ្ញុំថែមទៀតបានទេអូខេខ្ញុំបន្ថែមទៀតហើយនៅពេលដែលទ្រង់ញែកចេញជាបរិសុទ្ធទ្រង់ញែកបរិសុទ្ធយ៉ាងល្អបំផុតឥឡូវនេះរីអូតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីភ្លក់សូមភ្លក់ថ្ងៃទី7ឲ្យពួកយើងមើលភ្លក់ឲ្យយើងមើលថ្ងៃទី7នេះភ្លក់មើល
រសជាតិល្អណាស់លោកគ្រូវ៉ាវវាផ្អែមឆ្ងាញ់ណាស់វាផ្អែមឆ្ងាញ់វ៉ាវឥឡូវភ្លក់ទៀតភ្លក់ម្ដងទៀតមើលព្រោះវាមើលទៅហាក់ដូចជាបងប្អូនយើងមិនសូវច្បាស់បងប្អូនយើងហាក់ដូចជាមិនសូវជឿវាផ្អែមខ្លាំងណាស់អូវាដូចជាទឹកឃ្មុំលាយជាមួយនឹងពន្លឺថ្ងៃវ៉ាវនោះហើយគឺជារសជាតិរបស់វាឥឡូវភ្លក់ទី4ភ្លក់ថ្ងៃទី4ម្ដងភ្លក់ថ្ងៃទី4មើលទឹកសាបធម្មតាបងប្អូនទាំងអស់គ្នាសូមទាដៃជូនរីអូមួយបងប្អូនអរគុណគាត់ដែលបានបញ្យល់រឿងនេះដល់ពួកយើងអរគុណតែខ្ញុំសូមកែវទី7នេះទៅភ្លក់ទៀតបានទេអត់ទេជាកសលខ្ញុំត្រូវទុកសិនទុកជាឧទាហរណ៍សិនខ្ញុំនឹងយកវានៅពេលក្រោយអូខេចាំមើលសិនអូខេបងប្អូនតើបងប្អូនចង់ភ្លក់ភាពផ្អែមល្ហែមនៅថ្ងៃទី7ដែរឬទេបងប្អូនខ្ញុំពិតជាចង់ផ្ដល់ទឹកផ្លែឈើដូចគ្នាឲ្យបងប្អូនម្នាក់នៅទីនេះណាដើម្បីបងប្អូនបានភ្លក់ពីភាពផ្អែមល្ហែមនៃថ្ងៃទី7ប៉ុន្តែទោះជាយ៉ាងណាបងប្អូននៅតែរីករាយទទួលយកថ្ងៃបរិសុទ្ធថ្ងៃទី7របស់ព្រះដូចជាភ្លក់ទឹកនេះអញ្ចឹងដែរនៅពេលដែលបងប្អូនសម្រាកនៅថ្ងៃទី7នោះព្រោះបងប្អូនក៏អាចរីករាយនឹងភាពផ្អែមល្ហែមនៃថ្ងៃឈប់សម្រាកបានដូចគ្នាដែរបងប្អូនអើយនេះគឺជាថ្ងៃតែមួយគត់ដែលព្រះបានប្រទានមកនេះគឺជាថ្ងៃតែមួយគត់ដែលព្រះបានញែកចេញជាបរិសុទ្ធគ្មានថ្ងៃផ្សេងទៀតទេឥឡូវនេះនៅពេលព្រះប្រទានពរអ្វីមួយថាព្រះពរនោះស្ថិតយូរប៉ុណ្ណាព្រះគម្ពីរចែងថាត្បិតទ្រង់អព្រះអង្គម្ចាស់អើយបានប្រទានពរវាឲ្យវានឹងប្រទានពរជារៀងរហូតតើព្រះប្រទានពរថ្ងៃទី1ទេតើទ្រង់ប្រទានពរថ្ងៃទី5ទេថ្ងៃតែមួយគត់ដែលព្រះប្រទានពរគឺថ្ងៃទី7ហើយព្រះពររបស់ទ្រង់មេឃគឺស្ថិតថេរជារៀងរហូតនោះហើយគឺជាមូលហេតុដែលពួកវាសរសេរនៅលើទាំងថ្មបងប្អូនចាំទេបទបង្ហាញថ្ងៃមុននេះគឺជាមូលហេតុដែលវាសរសេរដោយព្រះហើយសរសេរនៅលើថ្មដោយព្រះផ្ទាល់វាត្រូវបានគេហៅថាព្រះវិន័យ10ប្រការហើយវាត្រូវបានរក្សាទុកសម្រាប់បងប្អូននៅអនឡាញវាត្រូវបានរក្សាទុកនៅក្នុងហឹបនៃសេចក្តីសញ្ញាវាមិនត្រូវបានសរសេរនៅលើដីខ្សាច់ទេព្រោះវានឹងរលាយបាត់ហើយវាក៏មិនត្រូវបានសរសេរនៅលើក្រដាសដែរព្រោះវាអាចនឹងត្រូវបានដុតបំផ្លាញច្បាប់នេះបញ្ញត្តិទី4នេះនឹងរួមទាំងក្រឹត្យវិន័យទាំង10ប្រការរបស់ព្រះពួកវាទាំងអស់នឹងត្រូវបានសរសេរនៅលើទាំងថ្មនៅពេលដែលសរសេរថាព្រះបានប្រទានពរវាត្រូវបានប្រទានពរជារៀងរហូតមិនមែនតែម្ដងនោះទេហើយព្រះផ្ទាល់ទ្រង់បានសរសេរវាឥឡូវនេះខ្ញុំនឹងឆ្លើយសំណួរមួយចំនួនដើម្បីធ្វើឲ្យប្រកាសថាប្រធានបទនេះកាន់តែច្បាស់លាស់សម្រាប់យើងម្នាក់តើនៅពេលណាដែលព្រះបានប្រទានពរថ្ងៃឈប់សម្រាកជាលើកដំបូងតើនៅពេលណាជាលើកដំបូងនៅពេលណាព្រះគម្ពីរគឺសម្ដែងច្បាស់គឺវានៅឯថ្ងៃនៃការបង្កបង្កើតទ្រង់បានប្រទានពរថ្ងៃឈប់សម្រាកឥឡូវនេះមនុស្សជាច្រើនបានប្រាប់ខ្ញុំថាពេលខ្ញុំផ្សាយអំពីថ្ងៃឈប់សម្រាកអូលោកគ្រូ Hensley ថ្ងៃឈប់សម្រាកនឹងត្រូវបានគេបង្កើតឡើងសម្រាប់តែជនជាតិយូដាទេយើងមកពីហ្វីលីពីនយើងមកពីឥណ្ឌូនេស៊ីយើងមកពីម៉ាឡេស៊ីយើងមកពីមីយ៉ាន់ម៉ាយើងគ្មានអ្វីទាក់ទងនឹងជាតិយូដាទេដូច្នេះទាំងនេះគឺមិនមែនសម្រាប់យើងទេប៉ុន្តែខ្ញុំសូមសួរមួយសម្រាប់បងប្អូនទាំងអស់គ្នាអាដាមហើយនិងអេវ៉ាតើពួកគេមានសញ្ជាតិជាអ្វីតើពួកគេជាហ្វីលីពីនមែនទេអូខ្ញុំដឹងប្រហែលជាជនជាតិបារាំងហើយមែនទេមែនអត់តែប្រហែលជាពួកគេជាជនជាតិម៉ូរីហើយមែនទេអត់ទេពួកគេជាជនជាតិអង់គ្លេសមែនទេអត់ទេពួកគេគ្មានសញ្ជាតិទេពេលនោះពួកគេគ្រាន់តែជាតំណាងឲ្យពូជមនុស្សជាតិនៅសម័យនោះដូច្នេះថ្ងៃឈប់សម្រាកមិនមែនបានផ្ដល់ឲ្យសម្រាប់តែជនជាតិជាលក្ខណៈមួយនោះទេបានផ្ដល់ឲ្យមនុស្សជាតិទាំងអស់រួមទាំងខ្ញុំហើយនឹងបងប្អូនដែលកំពុងតែនៅកន្លែងនេះនៅស៊ីលង្កាវទេនៅហ្វីលីពីនហើយនឹងបងប្អូនដែលកំពុងតែចូលរួម
ជាមួយយើងនៅលើអនឡាញផងដែរដូច្នេះលើកទី1ដែលយើងឃើញថ្ងៃឈប់សម្រាកគឺនៅឯថ្ងៃនៃការបង្កបង្កើតបន្ទាប់មកដូច្នេះលើកទី1ដែលយើងឃើញថ្ងៃឈប់សម្រាកគឺនៅថ្ងៃនៃការបង្កបង្កើតបន្ទាប់មកនៅថ្ងៃនៃការបង្កបង្កើតបងប្អូនតាមខ្ញុំទាន់នេះខ្ញុំដឹងបងប្អូនតាមទាន់អូខេវាចាប់ផ្ដើមនៅថ្ងៃនៃការបង្កបង្កើតនៅក្នុងព្រះគម្ពីរនិខមណ្ឌចំពុក16អំពីរឿងនំម៉ាណាបងប្អូនម៉ាណាគឺធ្លាក់រៀងរាល់ថ្ងៃប៉ុន្តែនៅថ្ងៃទី7ថ្ងៃសាបាតវាមិនធ្លាក់មកឲ្យមនុស្សរើសទេថ្ងៃសាបាតមាននៅឯថ្ងៃនៃការបង្កបង្កើតមាននៅក្នុងនិខមណ្ឌចំពុក16នំម៉ាណាតើយើងរកឃើញថ្ងៃសាបាតនៅឯណាទៀតនិខមណ្ឌចំពុក20ចូលនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកចេញជាបរិសុទ្ធចូលធ្វើការ6ថ្ងៃចុះប៉ុន្តែថ្ងៃទី7គឺថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅថ្ងៃនោះមិនត្រូវឯងធ្វើការអ្វីសោះឡើយតើពាក្យអីដែលចាប់ផ្ដើមនៅទីនោះតាន់មែនទេភាសាកាតាឡុកតាន់ត្រូវទេដូច្នេះគឺនឹកចាំចងចាំថ្ងៃនោះហេតុអ្វីបានជាបងប្អូនគិតថាព្រះវិជ្ជាបញ្ញត្តិតែមួយដែលចាប់ផ្ដើមដោយពាក្យថានឹកចាំទ្រង់មិនបាននិយាយថាអូនឹកចាំកុំឲ្យសម្លាប់មនុស្សឬចូលនឹកចាំកុំឲ្យកាប់សម្លាប់បញ្ញត្តិតែមួយគត់គឺបញ្ញត្តិទី4ដែលចាប់ផ្ដើមដោយការរំលឹកតាន់ចូលនឹកចាំហេតុអីពីព្រោះយើងអាចនឹងភ្លេចថាយើងកើតពីការវិវត្តចេញពីសត្វស្វាដូច្នេះចូលនឹកចាំអ្នកត្រូវបានបង្កើតឡើងតាមរូបអង្គនៃព្រះស្ដាប់បងប្អូនស្ដាប់ទាំងអស់គ្នានេះគឺសម្រាប់បងប្អូននៅលើអនឡាញបងប្អូនឃើញទេមានតែព្រះទេដែលប្រាប់យើងឲ្យបន្ថយល្បឿននិងរីករាយថ្ងៃឈប់សម្រាករបស់ទ្រង់មានតែព្រះតែមួយប៉ុណ្ណោះវប្បធម៌សប្តាហ៍ថ្ងៃគេនិយាយថាទៅលឿនមិនបាច់ឈប់ទេមិនបាច់សម្រាកទេប៉ុន្តែព្រះមានព្រះបន្ទូលថាចូលដកខ្លួនចេញថ្ងៃឈប់សម្រាកថ្ងៃសាបាតគឺបែបហ្នឹងនេះគឺជាអត្ថន័យដូច្នេះចូលនឹកចាំនោះគឺជាបញ្ញត្តិតែមួយគត់ដែលព្រះមានបន្ទូលថាចូលនឹកចាំដូច្នេះតើសាបាតត្រូវបានផ្ដល់ឲ្យបង្កើតឡើងនៅថ្ងៃណានៅថ្ងៃនៃការបង្កបង្កើតនៅក្នុងនិខមណ្ឌចំពុក16នៅត្រង់រឿងនំម៉ាណាយើងអាចឃើញថ្ងៃសាបាតនៅនិខមណ្ឌចំពុក20ត្រង់ក្រឹតវិន័យ10ប្រការនិងទូទាំងសញ្ញាចាស់ទាំងមូលថ្ងៃសាបាតគឺជាសញ្ញារវាងព្រះនិងមនុស្សរបស់ទ្រង់ខ្ញុំឃើញបងប្អូនយើងខ្លះសួរសំណួរដោយសារមានសំណួរចឹងខ្ញុំជូនចម្លើយហ្នឹងតើព្រះយេស៊ូវបានរក្សាថ្ងៃសាបាតដែរឬទេបាទទ្រង់បានរក្សាថ្ងៃសាបាតតើព្រះគម្ពីរចែងថាម៉េចលូកាចំពុក4ខ16ទ្រង់បានយាងមកដល់ភូមិណាសារ៉េតជាកន្លែងដែលទ្រង់បានចម្រើនវ័យឡើងហើយនៅថ្ងៃឈប់សម្រាកទ្រង់បានចូលក្នុងសាលាប្រជុំតាមទម្លាប់ទ្រង់បានធ្វើតើបងប្អូនធ្លាប់មានទម្លាប់អីខ្លះបងប្អូនធ្លាប់មានទម្លាប់អ្វីខ្លះបងប្អូនខ្លះមានទម្លាប់ទៅហាត់ប្រាណថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រត្រូវទេមានទម្លាប់ទៅហាត់ប្រាណនៅថ្ងៃជាក់លាក់ណាមួយទាំងអស់នោះហើយគឺជាទម្លាប់ទាំងទាត់ទម្លាប់មួយទៀតដែលបងប្អូនអាចធ្វើបានគឺសាកថ្មទូរស័ព្ទរៀងរាល់យប់វាគឺជាទម្លាប់មែនទេជាទម្លាប់វាគឺជាទម្លាប់ព្រះយេស៊ូវមានទម្លាប់មួយមិនមែនថាអូយូរម្ដងទេអានេះខ្ញុំចង់ទៅពហិថ្ងៃក្រោយខ្ញុំអត់ទេនោះគឺជាទម្លាប់របស់ទ្រង់នោះគឺជាទម្លាប់របស់ទ្រង់ទម្លាប់ទៅសាលាប្រជុំរៀងរាល់ថ្ងៃឈប់សម្រាកតើយើងឃើញអីយើងឃើញថ្ងៃសាបាតនៅថ្ងៃនៃការបង្កបង្កើតយើងឃើញសាបាតនៅនំម៉ាណាយើងឃើញសាបាតនៅក្រឹតវិន័យ10ប្រការយើងឃើញសាបាតរាល់សញ្ញាចាស់ទាំងអស់យើងឃើញថ្ងៃសាបាតពេលព្រះយេស៊ូវរក្សាបញ្ញត្តិរបស់ទ្រង់ថ្ងៃសាបាតហ្នឹងសំណួរទី3តើពួកសាវកបានរក្សាថ្ងៃឈប់សម្រាកដែរឬទេសូមមកកាន់ព្រះគម្ពីរកិច្ចការចំពុក17ខ1និងខ2ពួកគេបានមកដល់ក្រុងថេសាឡូនីកជាកន្លែងដែលមានសាលាប្រជុំពួកយូដាពលក៏ចូលទៅឯគេតាមទម្លាប់គាត់តាមរបៀបដូចគ្នាដែលជាទម្លាប់របស់ព្រះយេស៊ូវក្នុងការរក្សាថ្ងៃឈប់សម្រាកថ្ងៃសាបាតតាមរបៀបដូចគ្នាសិស្សរបស់ទ្រង់ក៏បានរក្សាថ្ងៃសាបាតថ្ងៃឈប់សម្រាកដូចគ្នាយើងរក្សាថ្ងៃឈប់សម្រាកនៅផែនដីថ្មីដែរទេតើយើងរក្សាទៀតអត់តោះអានអេសាយចំពុក66
ខទាំងពីរនេះគឺបងប្អូនឃើញនៅលើ screen ហើយពីថ្ងៃឈប់សម្រាកមួយដល់ថ្ងៃឈប់សម្រាកមួយទៀតនោះគ្រប់ទាំងមនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំចំពោះអញនេះជាព្រះបន្ទូលព្រះយេហូវ៉ាតែយើងរក្សាថ្ងៃសបាតនៅផែនដីថ្មីទេតែយើងរក្សាថ្ងៃឈប់សម្រាកថ្ងៃសបាតពេលយើងទៅឋានសួគ៌ឆាប់ៗនេះទេយើងតាមខនេះបាទគឺយើងនឹងរក្សាថ្ងៃសបាតបងប្អូនទាំងអស់គ្នាតើថ្ងៃឈប់សម្រាកដំបូងកើតចេញមកពីណាពីព្រោះវាសំខាន់ពេលអ្វីដែលសំខាន់វាមិនកត់ត្រាតែម្ដងគេគឺវាសរសេរកត់ត្រា2 3ដងថ្ងៃសបាតគឺសំខាន់ពីព្រោះថ្ងៃតែមួយគត់ដែលព្រះបានឈប់សម្រាកគឺជាថ្ងៃដែលព្រះបានប្រទានពរថ្ងៃតែមួយគត់ដែលព្រះបានញែកចែងជាបរិសុទ្ធដែលយើងឃើញគោរពទាំងព្រះបន្ទូលរបស់ព្រះឥឡូវនេះយើងរំលឹកម្ដងទៀតតើពេលណាជាលើកទី1ដែលយើងឃើញថ្ងៃសបាតលេចឡើងក្នុងព្រះគម្ពីរនៅឯថ្ងៃនៃការបង្កបង្កើតលុយមកនៅរឿងនំម៉ាណាអរគុណដែលបានជួយបន្ទាប់មកនៅក្នុងក្រឹត្យវិន័យ10ប្រការរបស់ព្រះហើយនឹងគោរពទាំងបទគម្ពីរទាំងមូលព្រះយេស៊ូវរក្សាថ្ងៃសបាតពួកសាវករក្សាថ្ងៃសបាតរបស់ព្រះនៅផែនដីថ្មីយើងរក្សាថ្ងៃសបាតផ្នែកនៃក្រឹត្យវិន័យ10ប្រការដែលសរសេរនៅលើបន្ទះថ្មហើយវានឹងមាននៅជារៀងរហូតបងប្អូនដូច្នេះបងប្អូនហើយនោះហើយជាមូលហេតុដែលយប់នេះព្រះកំពុងប្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនចង់មានឱសថប្រឆាំងនឹងភាពតានតឹង stress ដែរឬទេយើងដេករៀងរយប់ត្រូវទេត្រូវអត់តែលោកគ្រូ Hensley លោកគ្រូនិយាយថាយើងអស់កម្លាំងយើងត្រូវការឈប់សម្រាកយើងតានតឹងយើងត្រូវការឈប់សម្រាកតែខ្ញុំសម្រាករយប់តើលោកគ្រូសម្រាករយប់ការសម្រាកដែលបងប្អូនសម្រាករៀងរយប់នេះគឺវាខុសគ្នាបងប្អូនប៉ុន្តែប្រសិនបងប្អូនដូចខ្ញុំបងប្អូននឹងអាចប្រែខ្លួនទៅខាងនេះហើយបងប្អូននឹងអាចប្រែខ្លួនទៅខាងនោះនៅលើក្រេបងប្អូននឹងមិនងងុយនោះទេហេតុអីពីព្រោះបងប្អូនកំពុងគិតពីវិក័យប័ត្រដែលបងប្អូនត្រូវបង់ថ្លៃទឹកថ្លៃភ្លើងអញ្ចឹងទេបងប្អូនកំពុងគិតពីអ្វីដែលបងប្អូនត្រូវញ៉ាំនៅថ្ងៃស្អែកបងប្អូនគិតអំពីបញ្ហាបងតែប្រឈមរាល់ថ្ងៃនៅកន្លែងធ្វើការបងប្អូនតើមានតែខ្ញុំម្នាក់គត់មែនទេដែលជួបរឿងទាំងអស់នេះអត់ទេមានបងប្អូនដែរមានបងប្អូនផ្សេងទៀតក៏ជួបរឿងអញ្ចឹងដែរដោយសារខ្ញុំឃើញបងប្អូនខ្លះកំពុងញញឹមអញ្ចឹងប្រហែលជាត្រូវរឿងរបស់បងប្អូនហើយតែជាក់ស្ដែងយើងបានសម្រាកទេខួរក្បាលរបស់យើងគិតចិត្តរបស់យើងគឺកំពុងធ្វើការប៉ុន្តែថ្ងៃឈប់សម្រាកថ្ងៃសបាតដែលព្រះបានប្រទានឲ្យយើងនេះគឺខុសពីថ្ងៃឈប់សម្រាកធម្មតាគឺវាជាការសម្រាកខាងរាងកាយគឺវាជាការសម្រាកខាងអារម្មណ៍ចិត្តរបស់យើងសម្រាកដែលមានប្រយោជន៍គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងឥឡូវនេះមានសំណួរដ៏សំខាន់មួយទៀតដែលខ្ញុំត្រូវឆ្លើយលោកគ្រូបាននិយាយច្រើនអំពីថ្ងៃឈប់សម្រាកថ្ងៃទី7ប៉ុន្តែតើថ្ងៃទី7គឺជាថ្ងៃណាក្នុងសប្តាហ៍ឥឡូវនេះយើងមើលកាពីទាំងអស់គ្នាមានឧទាហរណ៍មួយចំនួនខ្ញុំចង់ឲ្យបងប្អូនប៉ុន្តែដោយសារពេលវេលាខ្លីខ្ញុំរើសតែ2ឲ្យបងប្អូនតើយើងដឹងដោយរបៀបណាថាថ្ងៃទី7ចំថ្ងៃណានៃសប្តាហ៍ហើយយើងនាំបងប្អូនទៅមើលក្នុងភាសាផងដែរបងប្អូនទាំងអស់គ្នាដែលនៅក្រោយឆាកបានធ្វើការដ៏អស្ចារ្យនេះសម្រាប់ខ្ញុំហើយបងប្អូននឹងឃើញក្នុងរយៈពេល 2-3 វិនាទីទៀតមើលក្នុងព្រះគម្ពីរនេះគឺជាលំដាប់លំដោយនៃព្រឹត្តិការណ៍ដែលបានកើតឡើងនៅសប្តាហ៍ចុងក្រោយនិងចុងសប្តាហ៍នៃការដែលព្រះយេស៊ូវត្រូវបានគេឆ្កាងនេះគឺសម្រាប់បងប្អូនទាំងអស់គ្នានៅលើនេះបងប្អូនស្រី2នាក់ខាងមុខនឹងអូខេនេះគឺសម្រាប់បងប្អូនត្រូវស្ដាប់ទាំងអស់គ្នានេះសម្រាប់បងប្អូនឥឡូវនេះយើងដឹងថាគ្រឹះសាសនានិយាយថាព្រះគ្រីស្ទបានឆ្កាងនៅថ្ងៃសុក្រគឺបរិស័ទខ្លះហៅថាថ្ងៃសុក្រល្អដូច្នេះមានអីសង្ស័យទេព្រះគ្រីស្ទត្រូវបានឆ្កាងនៅថ្ងៃសុក្រព្រះគម្ពីរបានហៅថ្ងៃនោះថាថ្ងៃរៀបចំចូលថ្ងៃបរិសុទ្ធថ្ងៃនៃការរៀបចំពីព្រោះយើងនឹងឈប់សម្រាកនៅថ្ងៃបន្ទាប់ដូច្នេះថ្ងៃសុក្រថ្ងៃដែលព្រះយេស៊ូវត្រូវបានគេឆ្កាងគឺជាថ្ងៃរៀបចំព្រះគម្ពីរបានចែងបន្ទាប់មកថ្ងៃបន្ទាប់យើងទាំងអស់គ្នាដឹងថាថ្ងៃបន្ទាប់គឺថ្ងៃសុក្រគឺថ្ងៃសៅរ៍ដូច្នេះថ្ងៃសបាតគឺចំថ្ងៃសៅរ៍គឺជាថ្ងៃដែលព្រះយេស៊ូវសម្រាកនៅក្នុងភ្នូនោះហើយគឺជាថ្ងៃដែលទ្រង់បានឈប់សម្រាកបងប្អូនឃើញទេសូម្បីតែទ្រង់សគត់ហើយក្តីព្រះយេស៊ូវទ្រង់បានរក្សាថ្ងៃសបាតដែរ
ទ្រង់បានផ្ទុំនៅក្នុងភ្នូសំបីតែពេលទ្រង់សុគតក៏ទ្រង់រក្សាថ្ងៃឈប់សម្រាកដែរហើយបន្ទាប់មកគ្រិស្តសាសនាក៏យល់ស្របដូចគ្នាដែរថាថ្ងៃដែលព្រះគ្រីស្ទបានរស់ឡើងវិញគឺជាថ្ងៃទី1នៃសប្តាហ៍គេហៅថា Easter Sunday ថ្ងៃអាទិត្យបានរស់ឡើងវិញហើយនេះហើយគឺជាថ្ងៃដែលទ្រង់បានរស់ឡើងវិញហើយព្រះគម្ពីរហៅថាវាជាថ្ងៃទី1ឥឡូវនេះប្រសិនបើបងប្អូនរាប់ប្រសិនបើថ្ងៃទី1ជាថ្ងៃអាទិត្យចុះថ្ងៃទី7ជាថ្ងៃអីគឺថ្ងៃសៅរ៍នៅពេលបងប្អូនឃើញថ្ងៃសុក្រនៅទីនេះជាថ្ងៃរៀបចំតែថ្ងៃបន្ទាប់ពីថ្ងៃសុក្រគឺថ្ងៃអីគឺថ្ងៃសៅរ៍ថ្ងៃសាបាតនោះហើយជាមូលហេតុដែលក្នុងភាសាជាង440ភាសាលើពិភពលោកសម្រាប់ពាក្យថ្ងៃទី7ថ្ងៃសាបាតនេះគឺសរសេរជាសាបាតដដែលតោះមកមើលភាសាឥណ្ឌូនេស៊ីបាហាសាថ្ងៃទី7ត្រូវបានគេហៅថាសាបាតប្រហែលជាការបញ្ចេញសម្លេងរបស់ខ្ញុំអាចខុសខ្លះប៉ុន្តែសាបាតដូចគ្នានៅទីម៉ូហង្កើតគេហៅថាសាបាដូនៅម៉ាឡេស៊ីបាហាសាម៉ាឡេដងទៀតគឺគេហៅថាសាបាតតាកាឡុកហ្វីលីពីនគឺសាបាដូឃើញទេគឺវាគឺជាសាបាតថ្ងៃសាបាតគឺមាន140ភាសាលើពិភពលោកថ្ងៃសាបាតបងប្អូនអើយបងប្អូនតើថ្ងៃសាបាតជាថ្ងៃតើថ្ងៃមួយណានៃថ្ងៃទី7តើថ្ងៃសាបាតនៃថ្ងៃទី7គឺជាថ្ងៃអ្វីគឺថ្ងៃសៅរ៍ថ្ងៃសៅរ៍បច្ចុប្បន្ននេះបងប្អូនឥឡូវនេះខ្ញុំសូមបញ្ចប់ហើយខ្ញុំត្រូវការបងប្អូនជួយខ្ញុំក៏លេខមើលខ្ញុំរឿងនេះសំខាន់ណាស់ហេតុអ្វីបានជាថ្ងៃសាបាតត្រូវបានផ្លាស់ប្ដូរពីថ្ងៃសៅរ៍គ្លុបកត់នៅក្នុងព្រះគម្ពីរកត់ក្នុងព្រះគម្ពីរហេតុអ្វីបានជាសប្តាហ៍ថ្ងៃនេះមានគ្រឹះបរិស័ទខ្លះថ្វាយបង្គំថ្ងៃអាទិត្យហេតុអីតើមានការផ្លាស់ប្ដូរនេះដោយរបៀបណាអរគុណដែលបានសួរហើយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅហេតុផលមួយចំនួនទី1គ្រឹះបរិស័ទសប្តាហ៍ថ្ងៃនេះតាំងពីសម័យព្រះគ្រីស្ទមកបាននិយាយថាដោយសារតែព្រះគ្រីស្ទបានរស់ឡើងវិញថ្ងៃទី1ថ្ងៃអាទិត្យចូលយើងថ្វាយបង្គំនៅថ្ងៃនោះចុះសាមញ្ញគឺបែបនេះប៉ុន្តែគ្មានកន្លែងណាក្នុងបទគម្ពីរដែលព្រះយេស៊ូវសម្ដែងថាចាប់ពីពេលនោះទៅចូលឲ្យពួកអ្នករាល់គ្នាថ្វាយបង្គំថ្ងៃទី1ថ្ងៃនៃការរស់ឡើងវិញរបស់ខ្ញុំអត់មានទេទី2គ្រឹះបរិស័ទស្អប់ជនជាតិយូដាព្រោះជនជាតិយូដាទើបតែបានសម្លាប់ព្រះយេស៊ូវដូច្នេះគ្រឹះបរិស័ទស្អប់ជនជាតិយូដាឥឡូវនេះនៅពេលបងប្អូនស្អប់នរណាម្នាក់តើបងប្អូននឹងធ្វើអ្វីដែលមនុស្សនោះនឹងធ្វើទេប្រសិនបងប្អូនស្អប់ខ្ញុំហើយខ្ញុំពាក់អាវពណ៌ក្រហមតើបងប្អូននឹងពាក់អាវពណ៌ក្រហមដូចខ្ញុំទេបងប្អូននឹងពាក់ពណ៌ផ្សេងខុសពីខ្ញុំនោះហើយជាអ្វីដែលកើតឡើងជនជាតិយូដាកំពុងរក្សាថ្ងៃសាបាតថ្ងៃសៅរ៍ឥឡូវនេះគ្រឹះបរិស័ទផ្សេងទៀតអ្នកខ្លះគេថាទេនេះគឺជាប្រពៃណីរបស់យូដាយើងនឹងផ្លាស់ប្ដូរថ្ងៃថ្មីរបស់យើងវិញនេះគឺមកពីប្រវត្តិសាស្ត្រខ្ញុំចង់បងប្អូនយល់នៅកន្លែងនេះបានត្រឹមត្រូវអាណាចក្ររ៉ូមកំពុងតែបែកបាក់គ្នាសម័យនោះហើយមានអធិរាជម្នាក់ឈ្មោះថាកុងស្តង់ទីនគាត់ចង់បង្រួបបង្រួមនគររបស់គាត់ទាំងអស់ដូច្នេះគាត់បាននិយាយថាតើខ្ញុំធ្វើដូចម្តេចដើម្បីបង្រួបបង្រួមចក្រភពរ៉ូមរបស់ខ្ញុំដែលកំពុងតែបែកបាក់នេះឡើងវិញដូច្នេះអ្វីដែលគាត់សម្រេចចិត្តធ្វើគឺគាត់និយាយថាវាគឺនៅក្នុងខែមីនាឆ្នាំ321នៃគ្រិស្តសករាជរបស់យើងនឹងគាត់បានអនុម័តច្បាប់មួយគាត់បាននិយាយថានៅថ្ងៃនៃព្រះអាទិត្យដ៏គួរឲ្យគោរពដែលជាថ្ងៃអាទិត្យចូលឲ្យចៅក្រមនិងប្រជាជនដែលរស់នៅក្នុងទីក្រុងឈប់សម្រាកហើយហាងទាំងអស់ត្រូវបានបិទដូច្នេះដើម្បីបង្រួបបង្រួមនគររបស់គាត់បាននិយាយថាខ្ញុំនឹងអនុម័តច្បាប់មួយចាប់ពីពេលនេះតទៅថ្ងៃនៃការឈប់សម្រាកថ្វាយបង្គំព្រះគឺនឹងជាថ្ងៃអាទិត្យវិញដូច្នេះបានជាសប្តាហ៍ថ្ងៃនេះគេថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យគ្មានមូលដ្ឋានគ្រឹះក្នុងព្រះគម្ពីរដែលថាព្រះផ្ដល់ឲ្យយើងបញ្យល់ឲ្យយើងផ្លាស់ប្ដូរថ្ងៃនៃការថ្វាយបង្គំនោះទេអត់មានទេហេតុអីថ្ងៃសាបាតគឺជាថ្ងៃសៅរ៍គឺថ្ងៃទី7ការផ្លាស់ប្ដូរ
កើតឡើងតាមរបៀបនេះឯងបងប្អូនឥឡូវនេះព្រះនឹងមានរះក្រុមចុងក្រោយរបស់ព្រះអង្គនៅថ្ងៃចុងបញ្ចប់ព្រះមានព្រះបន្ទូលថាទៅកាន់រះមួយក្រុមយោងតាមព្រះគម្ពីរវិវរណៈនឹងជារះរបស់ព្រះដែលរក្សាក្រឹតវិន័យរបស់ព្រះរក្សាតែ9ឬអត់ទេគឺពួកគេនឹងរក្សាគ្រប់ទាំងបញ្ញត្តិទាំង10របស់ព្រះបងប្អូនទាំងអស់គ្នាបងប្អូនផៃឆ្ងល់ថាប៉ុន្តែលោក Hensley ខ្ញុំចង់រក្សាថ្ងៃឈប់សម្រាកប៉ុន្តែលោកគ្រូដឹងទេខ្ញុំត្រូវទៅសាលានៅថ្ងៃសាបាតខ្ញុំទៅធ្វើការនៅថ្ងៃសាបាតស្ដាប់រឿងនេះខ្ញុំមានរឿងមួយនាងបានផ្ដល់ការអនុញ្ញាតឲ្យខ្ញុំនិយាយរឿងនេះនេះគឺជាទីបន្ទាល់ Emily ជាយុវនារីម្នាក់នៅប្រទេស Morris នាងកំពុងរៀននៅសាកលវិទ្យាល័យ Morris ហើយនាងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកការងារសង្គមហើយនៅទីនោះនាងមានការប្រឡងនៅថ្ងៃឈប់សម្រាកចំថ្ងៃសាបាតប៉ុន្តែ Emily បានសម្រេចចិត្តរួចទៅហើយសម្រេចក្នុងចិត្តខ្ញុំនឹងមិនទៅប្រឡងនៅថ្ងៃឈប់សម្រាកទេខ្ញុំនឹងទៅព្រះវិហារវិញដូច្នេះថ្ងៃឈប់សម្រាកនោះនៅព្រឹកថ្ងៃសៅរ៍នោះវេលាម៉ោងប្រហែលជា 8:30 នាទី Emily បានទៅព្រះវិហារជំនួសឲ្យការដើរចូលទៅក្នុងសាលាដើម្បីប្រឡងមុខកដាស់នាងសម្រេចចិត្តដើរចូលក្នុងព្រះវិហារហើយអង្គុយនៅចំពោះព្រះនិងថ្វាយបង្គំព្រះពីព្រោះនាងដឹងថាព្រះមានអនាគតរបស់នាងនៅក្នុងព្រះហស្ថរបស់ទ្រង់នាងដឹងច្បាស់នៅពេលគ្រូកងវិលនិយាយជាមួយនាងពេលមិត្តភ័ក្តិដែលឮថានាងត្រូវប្រឡងថ្ងៃនេះសំខាន់បើនាងមិនទៅប្រឡងទេគឺខាត់ពេល1ឆ្នាំឬ2ឆ្នាំអស់លុយជាច្រើនទៀតផង Emily និយាយថាទេខ្ញុំដឹងថាព្រះមានផែនការសម្រាប់ខ្ញុំថ្ងៃច័ន្ទខ្ញុំនឹងទៅនិយាយជាមួយសាស្ត្រាចារ្យនោះជាអ្វីដែលគាត់បានធ្វើគឺគាត់នឹងទៅនិយាយនៅថ្ងៃច័ន្ទវិញនាងបានទៅជួបសាស្ត្រាចារ្យហើយនិយាយថាលោកគ្រូខ្ញុំចង់មានការប្រឡងឡើងវិញ retake គឺប្រឡងម្ដងទៀតប៉ុន្តែគ្រូនិយាយថា retake ប្រឡងមិនបើអ្នកឯងបានប្រឡងម្ដងផងហ្នឹងនាងចាប់ផ្ដើមបញ្យល់អំពីស្ថានភាពរបស់នាងដល់លោកគ្រូហើយនាងបញ្យល់ប្រាប់គ្រូពីជំនឿរបស់នាងដែលមានចំពោះព្រះអង្គម្ចាស់ហើយបងប្អូននឹងទេមានអីកើតឡើងបងប្អូនគ្រូនិយាយថាខ្ញុំធ្វើការលើកលែងមួយសម្រាប់នាងទៅចុះពីថ្ងៃនេះថ្ងៃច័ន្ទថ្ងៃស្អែកខ្ញុំនឹងសរសេរការប្រឡងថ្មីមួយសម្រាប់អ្នកកណ្ដាស់ប្រឡងថ្មីហើយចូលមកប្រឡងនៅថ្ងៃពុធចុះហើយអាចប្រឡងនៅថ្ងៃពុធនឹងបានហើយបងប្អូនទាំងអស់គ្នា Emily បានទុកចិត្តលើព្រះ Emily បានជឿថាព្រះជាអ្នកគ្រប់គ្រងអនាគតរបស់នាងហើយ Emily បានប្រឡងជាប់ហើយបច្ចុប្បន្ន Emily កំពុងបម្រើជាអ្នកផ្សាយដំណឹងល្អនៅកន្លែងមួយនៅប្រទេសអាហ្វ្រិកខាងជើងបងប្អូនយើងអាចទុកចិត្តព្រះបានអេមែនមិនថាក្នុងស្ថានភាពបែបណាយ៉ាងណានោះទេប្រហែលជាបងប្អូនកំពុងនិយាយថាលោកគ្រូ Hensley ខ្ញុំមានហាងតូចមួយលក់ទឹកដូងហើយហាងនោះបើករាល់ថ្ងៃសៅរ៍ព្រោះលោកគ្រូថ្ងៃសៅរ៍មានអតិថិជនមកទិញច្រើនហើយបើខ្ញុំបិទឥឡូវនេះតើមានអីកើតឡើងចំពោះខ្ញុំព្រះមានព្រះបន្ទូលថាយើងនឹងមើលថែជំនួញរបស់អ្នកព្រោះជំនួញរបស់អ្នកមានសុវត្ថិភាពជាងបើនៅក្នុងដៃរបស់ខ្ញុំជាងនៅក្នុងដៃរបស់អ្នកប្រហែលជាបងប្អូនកំពុងឆ្ងល់ថាដូចជា Emily ដែរលោកគ្រូ Hensley ខ្ញុំត្រូវទៅធ្វើការខ្ញុំត្រូវទៅសាលាខ្ញុំត្រូវទៅប្រឡងតើមានអីកើតឡើងប្រសិនបើខ្ញុំខកខាននៅថ្ងៃសៅរ៍ព្រះអង្គម្ចាស់ប្រាប់ឲ្យបងប្អូនដឹងថាទ្រង់នឹងធ្វើឲ្យបងប្អូនមានការពេញចិត្តនៅចំពោះមុខសាស្ត្រាចារ្យរបស់បងប្អូនទ្រង់នឹងផ្ដល់ឲ្យបងប្អូននៅការពេញចិត្តនៅចំពោះមុខចង្វាយរបស់បងប្អូនហើយប្រហែលជាបងប្អូនកំពុងឆ្ងល់ថាលោកគ្រូ Hensley បងប្អូនដឹងទេថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ខ្ញុំមានការប្រកួតកីឡាខ្ញុំមានថ្នាក់តន្ត្រីប៉ុន្តែខ្ញុំនឹងរៀបចំអនាគតរបស់អ្នកដោយប្រសើរជាងពានរង្វាន់ដែលអ្នកអាចនឹងទទួលបានប្រសើរជាងមេដាយមាសដែលអ្នកនឹងទទួលបានទៅទៀតខ្ញុំនឹងមើលថែអ្នកព្រះអង្គមានព្រះបន្ទូលអញ្ចឹងប្រហែលជាបងប្អូនខ្លះជាឪពុកឬជាម្ដាយគេហើយបងប្អូនខ្លះកំពុងសួរថាលោកគ្រូ Hensleyប្រសិនបើខ្ញុំឈប់ធ្វើការរបស់ខ្ញុំតើនរណានឹងចិញ្ចឹមគ្រួសារខ្ញុំ
បងប្អូនខ្ញុំមិនចាត់ទុកសំណួរនេះជារឿងលេងសើចទេនេះមិនមែនជាសំណួររាក់កំផែលទេសំណួរនេះគឺចេញមកពីបេះដូងរបស់មនុស្សម្នាក់ដែលព្រួយបារម្ភនេះគឺចេញមកពីបេះដូងចិត្តរបស់អ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះគ្រួសារអញ្ញាតឲ្យខ្ញុំប្រាប់រឿងមួយដល់បងប្អូនព្រះមើលឃើញបំណងចិត្តរបស់បងប្អូនព្រះដឹងពីជំនឿរបស់បងប្អូនលើទ្រង់ហើយព្រះនឹងមិនបោះបង់បងប្អូនចោលឡើយព្រះប្រាប់ខ្ញុំឲ្យប្រាប់បងប្អូនថាខ្ញុំបានមើលថែអេលីយ៉ាហើយខ្ញុំបានចិញ្ចឹមអេលីយ៉ាដោយសត្វក្អែកតើអ្នកគិតថាខ្ញុំនឹងបោះបង់អ្នកចោលឬព្រះប្រាប់ខ្ញុំឲ្យប្រាប់បងប្អូនថារយៈពេល40ឆ្នាំខ្ញុំបានចិញ្ចឹមរះរបស់ខ្ញុំក្នុងទីរដ្ឋានដោយគ្មានផ្សារទំនើបនៅក្បែរនេះទេហើយព្រះបានប្រាប់ខ្ញុំឲ្យប្រាប់បងប្អូនថាយើងបានយកនំប៉័ង5ដុំហើយនឹងត្រី2កន្ទុយហើយយើងបានចិញ្ចឹមមនុស្សរាប់ពាន់នាក់តែបងប្អូនគិតថាខ្ញុំនឹងបោះបង់អ្នកចោលឬបងប្អូនអើយតើនរណាខ្លះចង់និយាយថាព្រះអង្គម្ចាស់ទូលបង្គំបានឃើញពីភាពផ្អែមល្ហែមរបស់ទ្រង់ព្រះអង្គម្ចាស់ទូលបង្គំបានឃើញថាមានតែថ្ងៃតែមួយគត់ដែលទ្រង់បានប្រទានពរនោះគឺថ្ងៃទី7ហើយនោះជាថ្ងៃដែលទឹកនៃព្រះពររបស់ទ្រង់នៅតែហូរហើយទោះបីជាខ្ញុំមិនអាចភ្លក់ទឹកផ្លែឈើបានក៏ខ្ញុំអាចភ្លក់ថ្ងៃនោះបានតើបងប្អូនណាខ្លះចង់និយាយថាព្រះអង្គម្ចាស់ទូលបង្គំចង់រក្សាថ្ងៃជប់សម្រាករបស់ទ្រង់ណាខ្លះចង់និយាយថាព្រះអង្គម្ចាស់អើយទូលបង្គំចង់រីករាយនឹងព្រះពរនៃទ្រង់តើខ្ញុំអាចឃើញលើកដៃបានទេសូមព្រះជាម្ចាស់ប្រទានពរបងប្អូនហើយសម្រាប់បងប្អូនដែលកំពុងតែតាមដានអនឡាញយើងលើកទឹកចិត្តបងប្អូនឲ្យធ្វើដូចគ្នាបងប្អូនក៏ដូចគ្នាដែរព្រះកំពុងតែនិយាយទៅកាន់បងប្អូនរងដឹងពីបញ្ហាប្រឈមបងប្អូនកំពុងតែឆ្លងកាត់បងប្អូនអាចផ្ញើសារខ្ញុំចង់រក្សាថ្ងៃឆាប់បាត់សរសេរវាខ្ញុំចង់រក្សាថ្ងៃឆាប់បាត់ធ្វើវាលើនេះសរសេរវាហើយបើសិនជាបងប្អូនចង់ឲ្យយើងអធិដ្ឋានឲ្យបងប្អូនដោយសារហេតុផលការងារហេតុផលអ្វីក៏ដោយដោយសារហេតុផលនៃការសិក្សារបស់បងប្អូនចូលផ្ញើសារមកកាន់យើងនឹងមានអ្នកឆ្លើយតបសាររបស់បងប្អូនហើយបងប្អូនដឹងទេថាព្រះយេស៊ូវកំពុងតែយកប្រតិទុកដាក់ចំពោះបងប្អូនថ្ងៃឆាប់បាត់នឹងមានជារៀងរហូតហើយព្រះចង់ឲ្យបងប្អូនរីករាយនឹងព្រះពរដ៏អកលនេះហើយសូមឲ្យយើងមិនក្រោកឈរឡើងទាំងអស់គ្នានៅពេលបងប្អូនបានសម្រេចចិត្តរក្សាបញ្ញត្តិទី4នេះគឺថ្ងៃឆាប់បាត់ហើយខ្ញុំនឹងអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាចូលក្រោកឡើងបងប្អូនដែលបានសម្រេចចិត្តរក្សាថ្ងៃឆាប់បាត់ចូលក្រោកឡើងឬអ្នកដែលនៅតែបន្តថ្ងៃឆាប់បាត់ចូលអធិដ្ឋានទាំងអស់គ្នាសូមឲ្យព្រះបង្រួបបង្រួមកម្លាំងរបស់ទ្រង់ទៅនឹងភាពទន់ខ្សោយរបស់បងប្អូនព្រះបិតាដ៏សប្បុរសអរគុណទ្រង់សម្រាប់ថ្ងៃឈប់សម្រាករបស់ទ្រង់អរគុណដែលទ្រង់បានប្រទានថ្ងៃឈប់សម្រាកឲ្យយើងឈប់សម្រាកគឺការសម្រាកនៅក្នុងទ្រង់ព្រះអង្គម្ចាស់ទ្រង់បានឃើញបងប្អូនរបស់ទូលបង្គំនៅទីនេះពួកគេកំពុងតែគិតថាតើនឹងមានអ្វីកើតឡើងបន្ទាប់ក្នុងជីវិតគេអនាគតរបស់ពួកយើងគឺស្ថិតនៅលើព្រះហស្ថរបស់ទ្រង់ហើយទ្រង់មិនដែលទុកឲ្យរះរបស់ទ្រង់ក្នុងភាពងងឹតឡើយព្រោះទ្រង់ជាពន្លឺដូច្នេះសូមប្រទានពរដល់យើងព្រះអង្គម្ចាស់អើយសូមប្រទានពរដល់យើងនៅពេលដែលយើងបោះជំហាននៃជំនឿសម្រាប់បងប្អូនពួកយើងនៅថ្ងៃនេះសូមប្រទានពរដល់យើងនៅពេលដែលយើងបន្តទុកចិត្តនៅលើទ្រង់ព្រះអង្គម្ចាស់សូមទ្រង់ប្រទានពរដល់ការសម្រេចចិត្តនេះព្រោះយើងបានអធិដ្ឋាននៅក្នុងនាមដ៏មានអំណាចព្រះយេស៊ូវអាមែនលោកអ្នកបងប្អូនព្រះមិនដែលហត់នឿយទេប៉ុន្តែទ្រង់មិនឈប់សម្រាកដើម្បីឲ្យយើងឃើញថានេះជាថ្នាំបន្សាបសម្រាប់ជីវិតយើងហើយថ្ងៃសប្បាតមិនមែនគ្រាន់តែជាថ្ងៃធម្មតាទេតែវាជាថ្ងៃដែលព្រះបានប្រទានពរនិងញែកជាបរិសុទ្ធសម្រាប់យើងរាល់គ្នាតើបងប្អូនចង់ទទួលបានការសម្រាកពិតប្រាកដដែលបំបត្តិភាពតានតឹងដែរឬទេព្រះកំពុងអញ្ជើញបងប្អូនឲ្យចូលមកកន្លែងសម្រាករបស់ទ្រង់ហើយនាងខ្ញុំសង្ឃឹមថាបងប្អូនបានផ្ញើរូបភាពមកកាន់ page របស់យើងហើយកុំភ្លេចណាជួយ follow page របស់យើងដោយវាយពាក្យថា @xctv ខ្មែរឬ @hopetv.khmer ផងដើម្បីកុំឲ្យខកខានកម្មវិធីល្អៗផ្សេងទៀតហើយសម្រាប់ថ្ងៃស្អែកនេះយើងនឹងបន្តដំណើរដ៏អស្ចារ្យជាមួយគ្នាសម្រាប់រាត្រីនេះនាងខ្ញុំវីសាសូមជូនពរឲ្យបងប្អូនទទួលបានការសម្រាកដ៏ពេញលេញនៅក្នុងព្រះសូមព្រះប្រទានពរនិងសូមជម្រាបលា